លោកហេងគឹមហៀងពោលទាំងអាឡោះអាឡៃក្រោយលោកអ៊ុនសុធាលាទៅគ្មានថ្ងៃត្រឡប់ជំរាបសួរប្រិមត្តទាំងអស់គ្នានៅល្ងាចថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025មានដំណឹងដ៏សោកសៅមួយគឺតារាសម្ដែងប្រុសលោកអ៊ុនសុធាបានទទួលមរណភាពដោយសារជំងឺមហារីកក្នុងនោះផងដែរមានអ្នកសិល្បៈជាច្រើនរូបបាននាំគ្នាបង្ហាញពីការសោកស្ដាយនិងអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំងនៅតាមបណ្ដាញសង្គមដោយមិននឹកស្មានថាតារាប្រុសរូបនេះបានចាក់ចេញទៅលឿនយ៉ាងដូចនេះសោះក្នុងនោះផងដែរមហាជននៅតាមបណ្ដាញសង្គមវិញក៏មានការភ្ញាក់ផ្អើលនិងមិននឹកស្មានដូចគ្នាដែរខណៈតារាសម្ដែងប្រុសរូបនេះមិនដែលបង្ហើបប្រាប់ពីដំណឹងសុខភាពរបស់លោកម្ដងណាឡើយយ៉ាងណាមិញមហាជននិងអ្នកសិល្បៈក៏បានចូលរួមរំលែកទុក្ខនិងបង្ហាញនូវការសោកស្ដាយនៃការបាត់បង់តារាប្រុសដ៏ឆ្នើមលោកអ៊ុនសុធាផងដែររឿងដែលចាប់អារម្មណ៍ជាងនេះទៀតនោះគឺលោកហេងគឹមហៀងខណៈពេលដែលលោកកំពុងតែមានបញ្ហាតាក់ទងទៅនឹងគ្រួសាររបស់លោកផងដែរនោះប៉ុន្តែលោកមានទឹកចិត្តល្អប្រពៃណាស់គឺលោកបានបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន$250ឬស្មើនឹងលុយខ្មែរចំនួន$1,000,000ដើម្បីចូលរួមពិធីបុណ្យសពរបស់លោកអ៊ុនសុធាជាក់ស្ដែងគឺលោកសឿនវីតាបានបង្ហោះនៅលើเพจរបស់លោកថាអរគុណប្អូនប្រុសហេងគឹមហៀងដែលបានចូលបន់សពសំឡាញ់សុធា$1,000,000ជូនបន់ដល់ប្អូននិងក្រុមគ្រួសារមានក្តីសុខរួចផុតពីបញ្ហានានាឃើញដូចនោះលោកគឹមហៀងក៏បានចូលទៅនិយាយទាំងអារម្មណ៍សោកសៅទៀតថាណាត់ជួបគ្នាចូល1ឆ្នាំហើយមិនដែលបានជួបសោះបងប្រុសបាទប្រិមត្តទាំងអស់គ្នាអញ្ចឹងលោកហេងគឹមហៀងបានបង្ហាញនៅអារម្មណ៍ស្ដាយស្រណោះជាខ្លាំងដោយសារតែលោកធ្លាប់បានធ្វើការណាត់ជួបលោកអ៊ុនសុធាដោយមានរយៈពេល1ឆ្នាំមិនដែលបានជួបគ្នាសោះរហូតមកដល់ពេលនេះគឺលោកអ៊ុនសុធាបានបាត់បង់ជីវិតទៅបន្សល់នៅតែភាពអាឡោះអាល័យគ្មានថ្ងៃបំភ្លេចបានបាទបងប្អូនទាំងអស់គ្នាយ៉ាងណាមិញឃើញថាបងប្អូនមហាជនមិនភ្លេចទេអំពីការនឹកទៅដល់អ្នកនាងលបយ៉ាប្រិមិត្តឈ្មោះសយណានីបាននិយាយថាសូមរុញច្រានកសលផលបុណ្យនិងឲ្យម៉ាក់ផាយុឆាប់មានសេរីភាពមកជួបជុំគ្រួសារវិញលើពីនេះទៀតប្រិមិត្តមានឈ្មោះថាសុភាកូនខ្មែរបាននិយាយទៅកាន់លោកហេងគឹមហៀងថាបើប្រពន្ធបងនៅក្រៅគាត់ជួយអ្នកអត់បានច្រើនណាស់ដោយឃើញបងប្អូនមហាជននិយាយទៅដល់ភរិយារបស់លោកនោះលោកហេងគឹមហៀងក៏បានធ្វើការថ្លែងអំណរគុណវិញបាទបងប្អូនទាំងអស់គ្នាអញ្ចឹងឃើញថាការបាត់បង់នៅវត្តមានរបស់លោកអ៊ុនសុធាគឺបានធ្វើឲ្យបងប្អូនមហាជនមិនថាអ្នកសិល្បៈក៏ដូចជាបងប្អូនប្រិមិត្តយើងទូទៅគឺមានការស្ដាយស្រណោះជាខ្លាំងដោយសារថាលោកគឺជាមនុស្សម្នាក់ដែលមិនមានរឿងអាស្រូវនៅក្នុងសង្គមទេហើយជាពិសេសទៀតនោះដែលធ្វើឲ្យបងប្អូនមហាជនកាន់តែអាណិតទៀតនោះគឺការជួបទុក្ខលំបាករបស់លោកគឺលោកមិនបានត្អូញត្អែក៏ដូចជាធ្វើការបង្ហោះឲ្យបងប្អូនអ្នកសិល្បៈក៏ដូចជាមហាជននៅទូទាំងប្រទេសបានដឹងពីស្ថានភាពសុខភាពរបស់លោកពីមុនមកទេ